កូនរៀនរាល់ថ្ងៃបើអ៊ីរត់បានកូនអត់មានអីរៀនកូនឈឺម៉ែពុកឈឺក៏អត់មានខឹមអីព្រោះខឹមតែអ៊ីបើអ៊ីរត់បានខឹមអីចឹងអ៊ីត្រូវទិញសៃឡាដាក់ភ្លឺដើម្បីលក់ហោចំណូលបានច្រើនអ៊ីឈ្មោះសុនណាតពីមុនអ៊ីធ្វើរោងចក្របាន2 ឆ្នាំហើយដល់នេះធប់ធ្វើរោងចក្រអ៊ីទិញលម៉កលក់ដូរអ៊ីលក់រហូតមកតឥឡូវកាលមុននោះអ៊ីលក់នៅក្លឹបស៊ូមដល់ពេលស៊ូមបាត់ទៅអ៊ីមកលក់នៅកន្លែងស៊ូនហ្នឹងចេញលក់ម៉ោង2:10រហូតដល់ភ្លឺពីមុនអ៊ីប្រើអាគុយដល់ពើហើយអាគុយវាពិបាកយកភ្ជោពេកអ៊ីថាប្រើសៃឡាវាស្រួលអ៊ីប្រើតាំងពីអ៊ីលក់នៅក្លឹបអ៊ីប្រើបានអាគុយបានតែ1 ឆ្នាំឯងអ៊ីប្រើសៃឡារហូតអ៊ីបាក់ហ្មងអ៊ីបាក់ខ្លាំងបាក់ថងថាលុយត្រូវចំណាយច្រើនយើងឲ្យចំណូលបានតិចកន្លែងអ៊ីលក់ហ្នឹងគឺអ៊ីបង់ឲ្យគេដែរហើយផ្ទះយើងជួលគេហើយម៉ែជួនកាលម៉ែឈឺជួនកាលកូនឈឺលុយបង់សាលារៀនអ៊ីដេកបានច្រើនអ៊ីមានលុយណាយកទៅបង់ថ្លៃផ្ទះគេពីនៅមួយកូនស្រីអ៊ីហ្នឹងវាប្រឡងឲ្យគ្រូអត់ទាន់រៀនវាមកជួយអ៊ីចឹងដល់គ្រូរៀនវាទៅវិញអ៊ីនៅម្នាក់ឯងដល់ម៉ោង6អីវាល្ងិតដល់ពេលយើងប្រើសៃឡាហ្នឹងវាភ្លឺខ្លាំងដល់ចឹងយើងលក់ដូរបានបើអត់មានទាំងសៃឡាលក់អត់កើតវាល្ងិតទិញមួយដល់ពេលទិញមួយហើយមើលទៅភ្លឺល្អអ៊ីទិញមួយទៀតកន្លែងអ៊ីលក់ហ្នឹងវាធំទីធ្លាធំចឹងវារាងងឹតដល់យើងដាក់សៃឡាទៅវាភ្លឺល្អអ៊ីលក់ចំណូលបានច្រើនចំណូលច្រើនចឹងអ៊ីសប្បាយចិត្តឲ្យម៉ែពុកចាយចឹងព្រោះអីគាត់ខ្វះខាតចឹងគាត់ពឹងកម្លាំងអ៊ីចង់ទិញទាំងសៃឡាមួយទៀតព្រោះអីវាភ្លឺល្អហើយឥឡូវអ៊ីអត់ទាន់បានទិញអ៊ីព្រមផ្សំលុយទិញព្រោះយើងគ្រប់ត្រូវចឹងវាយើងសោយព្រោះអីម៉ាន់ចេះសានលើអីវាសោយ1 ម៉ោងតែថ្ងៃណាគាត់ទៅអ៊ីក៏នៅតែលក់ដូរនឹងដែរព្រោះអីឆ្លាញ់អាជីពហ្នឹងអ៊ីចង់លក់ហ្នឹង